ជំពូកទី5ចូលប្រគល់ចិត្តឯងមកអញចោះព្រះគម្ពីរយោបលោកយោបប្រហែលជាបានរស់នៅក្នុងអំឡុងជំនាន់លោកអាប់រ៉ាហាំគាត់គឺជាអ្នកមានទ្រព្យសម្បត្តិនិងជាមនុស្សទៀងត្រង់ដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យមានសេចក្តីល្បងលោដោយសារសាតាំងតាមរយៈការបំផ្លាញទ្រព្យសម្បត្តិនិងក្រុមគ្រួសាររបស់គាត់ព្រមទាំងធ្វើឲ្យគាត់ឈឺចាប់ដោយសារជំងឺដ៏គួរឲ្យខ្ពើមរអើមទៀតផងនៅពេលនោះមិត្តសម្លាញ់ទាំង3នាក់ដែលបានមកជួយរំលែកទុក្ខក៏បានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលពួកគេបានឃើញស្ថានភាពដ៏គួរឲ្យអាណិតរបស់លោកដូច្នេះពួកគេមិនអាចនិយាយអ្វីមួយម៉ាត់សោះអស់រយៈពេល7ថ្ងៃក្រោយមកពួកគេបានជជែកជាមួយនឹងលោកយោបយ៉ាងយូរថាមនុស្សសុចរិតមិនដែលទទួលសេចក្តីវេទនាឡើយហេតុដូច្នេះហើយលោកច្បាស់ជាបានធ្វើបាបយ៉ាងធ្ងន់ធ្ងរលោកយោបនៅតែបន្តប្រកែកថាគាត់ជាមនុស្សសុចរិតហើយចោទប្រកាន់ពួកគេថាជាមនុស្សគ្មានចិត្តមេត្តាព្រមទាំងបន្ទោសព្រះជាម្ចាស់ចំពោះបញ្ហាទាំងអស់ពេលនោះបរិសវ័យក្មេងម្នាក់ឈ្មោះអេលីហូក៏បានលេចមកហើយនិយាយជំនួសព្រះជាម្ចាស់អេលីហូបានរិះគន់មិត្តសម្លាញ់3នាក់របស់លោកយោបចំពោះការដែលពួកគេមិនបានជួយដល់លោកហើយក៏បានបន្ទោសលោកយោបអំពីការរកឃើញកំហុសចំពោះការប្រព្រឹត្តរបស់ព្រះជាម្ចាស់ទីបំផុតលោកយោបបានយល់ពីការអស្ចារ្យសេចក្តីសុចរិតអំណាចចេស្តានិងប្រាជ្ញារបស់ព្រះជាម្ចាស់ព្រមទាំងបានលន់តួបាបរបស់ខ្លួននៅពេលដែលគាត់បានអធិដ្ឋានសម្រាប់មិត្តសម្លាញ់របស់គាត់បញ្ហាទាំងប៉ុន្មានបានបញ្ចប់ហើយព្រះជាម្ចាស់បានប្រទានឲ្យលោកមានទ្រព្យសម្បត្តិលើសជាងដើម1/2ផង